ថ្ងៃនេះនៅប្រទេសដាណឺម៉ាកអាកាសធាតុល្អអញ្ចឹងទៅក៏បងខ្ញុំបបួលខ្ញុំទៅសមុទ្រលេងអញ្ចឹងពេលខ្ញុំដើរទៅដល់ឆ្នេរសមុទ្រហ្នឹងស្វែងរកកន្លែងអង្គុយស្រាប់តែខ្ញុំឃើញកញ្ជ្រោងមួយក្បាលកំពុងដើរនៅម្ដុំវាស្មៅហ្នឹងដល់ពេលអញ្ចឹងទៅក៏ខ្ញុំទាញទូរស័ព្ទយកមកថតឲ្យអ្នកទាំងអស់គ្នាមើលទៅបាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានពេលតនេះក៏មកធ្វើវីដេអូឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងវីដេអូនេះគឺតាំងពីម្សិលមិញដែលខ្ញុំបានទៅសមុទ្រលេងជាមួយបងខ្ញុំអាកាសធាតុនៅដាណឺម៉ាកអាទិត្យហ្នឹងគឺវាល្អមែនតើចង់និយាយថាអត់សូវត្រជាក់ទេហើយសីតុណ្ហភាពប្រហែលជា11ទៅ15ដឺក្រេអញ្ចឹងខ្ញុំទៅថ្ងៃហ្នឹងគឺអត់មានកម្រងថាត្រូវទៅសមុទ្រទេបងខ្ញុំគាត់ទៅក្រៅទិញអីវ៉ាន់ដល់ពេលរួចទៅគាត់បបួលទៅសមុទ្រព្រោះតែថ្ងៃហ្នឹងគឺវាអាកាសធាតុល្អហើយណាមួយគាត់នៅម្ដុំហ្នឹងដែរអញ្ចឹងពេលហ្នឹងខ្ញុំនៅផ្ទះទេបន្ទាប់មកក៏គាត់ទេមកសួរខ្ញុំថាចង់ទៅសមុទ្រដើរលេងអត់អញ្ចឹងដំបូងហ្នឹងថាអត់ចង់ទៅទេតែដោយសារតែខ្ញុំហ្នឹងនៅផ្ទះមួយថ្ងៃអីអញ្ចឹងទៅក៏ត្រូវថាដើរទៅក្រៅស្រូបយកខ្យល់អាកាសបរិសុទ្ធអីអញ្ចឹងពេលហ្នឹងខ្ញុំបានសួរគាត់ថាត្រូវយកម្ហូបទៅញ៉ាំអត់អញ្ចឹងរួចទៅគាត់ប្រាប់ថាយកម្ហូបមកតិចតួចមកប៉ុន្តែដោយសារតែខ្ញុំនៅផ្ទះម្នាក់ឯងអត់សូវចេះធ្វើម្ហូបទេអញ្ចឹងទៅខ្ញុំបានតែកដៅរបស់តិចតួចទៅអញ្ចឹងពេលហ្នឹងខ្ញុំបានយកបាត់ទេនិងប្រហិតហើយនឹងជើងផ្សិតពីទូទឹកកកមកយកមកកដៅអញ្ចឹងរួចទៅដួសបាយហើយនឹងលាងបន្លែតិចតួចអញ្ចឹងទៅព្រោះដោយសារតែហ្នឹងរបស់ស្រួលងាយអញ្ចឹងរយៈពេលធ្វើហ្នឹងគឺអត់យូរទេប្រហែលជា20នាទីរួចអញ្ចឹងពេលខ្ញុំទៅដល់សមុទ្រហ្នឹងគឺខ្ញុំទៅដល់មុនបងខ្ញុំអញ្ចឹងទៅក៏ខ្ញុំរកកន្លែងរកអីក្រៅកាទេក្រៅអីមកអង្គុយមុនគាត់អញ្ចឹងកំឡុងពេលខ្ញុំដើរមើលកន្លែងហ្នឹងក៏ខ្ញុំឃើញកញ្ជ្រោងមួយក្បាលអញ្ចឹងនៅកន្លែងចិត្តកន្លែងខ្ញុំដើរកញ្ជ្រោងហ្នឹងគឺអត់សូវធំហ្មងទេវាល្មមតែពេលហ្នឹងវានៅចិត្តខ្ញុំទេដល់ពេលខ្ញុំដើរគៀកវាទៅក៏វាទៅឆ្ងាយទៅអញ្ចឹងរួចទៅខ្ញុំក៏យកទូរស័ព្ទថតវីឲ្យអ្នកទាំងអស់គ្នាមើលទៅបាទឥឡូវនេះខ្ញុំដើររកកន្លែងដែលខ្ញុំត្រូវបោះកាទេឃើញហើយកន្លែងហ្នឹងគឺវាវាលហើយនៅចិត្តស្មៅអញ្ចឹងទៅពេលដែលខ្យល់បក់មកហ្នឹងវាអត់សូវត្រជាក់ហ្មងណាអាកាសធាតុថ្ងៃដែលខ្ញុំទៅសមុទ្រហ្នឹងគឺល្អមែនតើប្រហែលជា12ដឺក្រេគឺចង់និយាយថាគឺវាអត់ត្រជាក់ពេកអត់ក្តៅពេកអញ្ចឹងខ្ញុំឃើញខ្លួនឯងអាពងបោះកាទេអង្គុយហ្នឹងគឺទើសមែនតើចង់និយាយថាដាក់ទិសនឹងផងដល់មើលចុះមើលឡើងអត់ទេដូរទិសដូរអីអញ្ចឹងណាព្រោះអីនៅពេលយើងដាក់ទិសអញ្ចឹងទៅយើងអាចបានទៅបែរទៅឃើញសមុទ្រអញ្ចឹងគឺទិសនឹងល្អជាងទិសមិញបាទឥឡូវនេះខ្ញុំរៀបចំកន្លែងរួចហើយអញ្ចឹងទៅរៀងសេកទឹកអញ្ចឹងទៅក៏យកទឹកយកមកផឹកអញ្ចឹងនៅក្នុងធុងក្រហមហ្នឹងគឺខ្ញុំបានដាក់សិតទឹកកកទេរួចទៅអាទឹកដែលអ្នកនរគ្នាបានឃើញនៅក្នុងកណ្ដុងហ្នឹងគឺរសជាតិរបៀបថាស្តៀងទឹកក្រូចឆ្មាអីតិចអញ្ចឹងអាទឹកហ្នឹងស្តៀងស្រាក្លុកដែរប៉ុន្តែចង់និយាយថាវាអត់មានជាតិស្រាទេតែបើយើងចង់ញ៉ាំស្រាយើងថែមស្រាពីលើហ្នឹងអញ្ចឹងតែថ្ងៃនេះគឺខ្ញុំអត់បានបន្ថែមស្រាពីលើហ្នឹងទេព្រោះតែនៅក្រៅអញ្ចឹងខ្ជិលញ៉ាំស្រាដោយសារតែណាមួយទៀតហ្នឹងគឺនៅពេលដែលខ្ញុំញ៉ាំស្រាហ្នឹងគឺមុខមាត់ហ្នឹងគឺក្រហមហ្មងអញ្ចឹងទៅបានភាកច្រើនខ្ញុំអត់សូវចូលចិត្តញ៉ាំស្រាទេដល់ពេលអញ្ចឹងទៅខ្ញុំយកកញ្ចប់ដលងយកមកញ៉ាំបដាសិនអញ្ចឹងព្រោះតែបងខ្ញុំហ្នឹងអត់ទាន់មកទេគាត់ពងឆាតមកថាគាត់តាមផ្លូវអញ្ចឹងប្រហែលជា5នាទី10នាទីទៀតគាត់មកដល់ហើយបាទឥឡូវនេះគាត់មកដល់ហើយអញ្ចឹងទៅក៏ខ្ញុំរៀបឲ្យចំបដាយកមកញ៉ាំហ្មងម្ហូបដែលខ្ញុំយកមកញ៉ាំហ្នឹងគឺដូចជាខ្ញុំរៀបរាប់ពីមុនអញ្ចឹងគឺអត់មានអីច្រើនទេមានដូចជាប្រហិតបាត់ទេហើយនឹងជើងផ្សិតជៀនហ្នឹងឯងចំណែកផ្លែឈើហ្នឹងបងខ្ញុំគាត់ទិញពីផ្សារយកមកទេថ្ងៃហ្នឹងរៀងចម្លែកបន្តិចព្រោះដោយសារតែអាកាសធាតុល្អប៉ុន្តែដោយសារនៅក្នុងសមុទ្រហ្នឹងគឺអត់សូវមានមនុស្សនៅទៅលេងច្រើនទេប្រហែលជាដោយសារតែថ្ងៃដែលខ្ញុំទៅហ្នឹងមិនមែនជាថ្ងៃសៅរ៍អាទិត្យថ្ងៃនេះដែរក្មួយខ្ញុំហ្នឹងក៏បានមកលេងសមុទ្រដែរក្មួយហ្នឹងគឺវា slow មែនតើចង់និយាយថាវាអត់សូវយំញ៉ៃអីទេដល់ទៅពេលយើងញ៉ាំអីរួចទៅក៏ខ្ញុំដើរលេងជាមួយក្មួយខ្ញុំមួយផ្លែអញ្ចឹងណាក្មួយខ្ញុំហ្នឹងតែអាយុ4ខែជាងទេអញ្ចឹងទៅវាអត់ទាន់ចេះដើរទេហើយដល់ពេលយកវាទៅសមុទ្រហ្នឹងតតពោវា3វាអញ្ចឹងពេលទៅសមុទ្រហ្នឹងខ្ញុំបានពាក់វ៉ែនតាការពារកម្ដៅថ្ងៃវាតែវ៉ែនតាហ្នឹងគឺពាក់ជ្រូលរហូតដោយសារតែចំោះគោហ្នឹងខ្លីពេកអញ្ចឹងបាទវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងចឹងអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលទស្សនានៅវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយៗទៀតបាទអរគុណច្រើន